បាទសូមអនុញ្ញាតគោរពជម្រាបសួរបងប្អូនអរគ្នាជាងនៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែករំលែកបងប្អូនអរគ្នាទាក់ទងទៅនឹងរបៀបធ្វើបានសរសើរអូខេអញ្ចឹងគឺយើងធ្វើនៅក្នុងកម្មវិធី Microsoft Office Word ឥឡូវខ្ញុំបើកកម្មវិធី Microsoft Office Word ហើយខ្ញុំចូលមកក្នុងនេះហើយជាដំបូងនេះគឺខ្ញុំធ្វើការកំណត់នៅទំហំក្រដាសវាសិនអញ្ចឹងខ្ញុំចូលមកកាន់ layout ខ្ញុំយក orientation យក landscape ហើយការកំណត់ page setup វាគឺលើក្រោមឆ្វេងស្ដាំនេះយក 1.5 ឆ្វេងអានេះយក 1.5 copy ដាក់ 1.5 ទាំងអស់អញ្ចឹងណាហ្នឹងហើយប៉ុណ្ណឹងមកខ្ញុំចុច OK ហើយបន្ទាប់ទៀតគឺកន្លែងនេះគឺខ្ញុំនឹងធ្វើការសរសេរទៅលើដំបូងហ្នឹងគឺយើងដាក់ថាព្រះរាជាណាចក្រកម្ពុជាអញ្ចឹងមកព្រះរាជាណាចក្រកម្ពុជាអញ្ចឹងមកអូខេបន្ទាប់ពីបានប៉ុណ្ណឹងហើយគឺអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតហ្នឹងគឺនៅកន្លែងនេះគឺខ្ញុំត្រូវប្រើប្រាស់text box ខ្ញុំចូល insert ខ្ញុំចូល text box មួយពីព្រោះ text box វាងាយស្រួលក្នុងការផ្លាស់ទីអញ្ចឹងណាគឺយើងស្រួលក្នុងការសេរីអញ្ចឹងខ្ញុំទាញវាមកដាក់ខាងនេះហើយកន្លែងនេះខ្ញុំយកតម្រឹមកដាលហើយបន្តមកទៀតគឺខ្ញុំត្រូវដោះ save fill ចេញបើមិនអញ្ចឹងទេវាជាប់ពណ៌ផ្ទៃពណ៌សអញ្ចឹងខ្ញុំដោះយក no ហើយកន្លែង outline មួយទៀតគឺ save outline ខ្ញុំយក no ដែរខ្ញុំចង់ឲ្យមានខ្សែបន្ទាត់ទេហើយបន្តមកទៀតកន្លែងនេះខ្ញុំដូរយកដាក់ខ្មែរ S មួយឡាយដាក់អក្សរឆ្លាក់ពុំអក្សរមូលណាហ្នឹងហើយចុះនេះហើយកន្លែងនេះខ្ញុំសេរីបន្តិចហើយយើងក៏ត្រូវមាន decoration មានថាការរចនាក្រោមអក្សរហ្នឹងយើងអាចដាក់ជាក្បាច់តាក់តែងដាក់អីទៅចានេះខ្ញុំព្រមកុំលាតវាអស់ខាងក្រោមនេះខ្ញុំដាក់លេខ3តែជាលេខ3បរទេសដាក់លេខ3ខ្មែរគឺវាអត់ចេញទេហើយឡើយនេះខ្ញុំចូលមករកពុំតាក់តែងនៅរូបផ្កានេះអញ្ចឹងបងប្អូនវាយកន្លែងនេះក៏បានដែរវាយតាក់តែងអញ្ចឹងមិនមានវាចេញហើយអូខេតទៅពីវាយហើយកន្លែងនេះបងប្អូនត្រូវបដូរភាសាដាក់ភាសាអង់គ្លេសហើយវាយលេខ3អញ្ចឹងណាហ្នឹងហើយកន្លែងនេះខ្ញុំដាក់រូបសៀវភៅនៅកណ្ដាលហ្នឹងគឺយើងចុចបងប្អូនចុច shift y ទៅចេញសៀវភៅហើយក្បាច់នោះបងប្អូនអាចចុច O ហើយនឹង S ទៅឃើញឥឡូវខ្ញុំ copy វាមកនេះបន្តទៀតហើយនេះដូចស្អីគឺខ្ញុំដាក់ទៅលើក្រសួងអប់រំឬក៏ឈ្មោះវិទ្យាល័យឬក៏នៅវិទ្យាល័យឬក៏បឋមសិក្សាទៅខ្ញុំទៅសេក្រសួងតែប៉ុន្តែគំរូនេះខ្ញុំគ្រាន់តែជាឧទាហរណ៍ទេដែលធ្លាប់ឃើញគេធ្វើអញ្ចឹងណាតែបើសិនជាបងប្អូនចង់សាញឆ្នៃបន្ថែមត្រូវការថែមថយអីមិនហ្នឹងអាស្រ័យលើបងប្អូនតែគោលបំណងខ្ញុំគឺដាក់ទៅលើដើម្បីចង់មានថាបង្ហាញភាពងាយស្រួលក្នុងការធ្វើម្ដងវាបានច្រើនរាប់រយសន្លឹកគឺយកអត់ស្មុគស្មាញចុះប៉ុណ្ណេះខ្ញុំបដូរទំហំវាយកត្រឹម12បានហើយអូខេ12ឬ14សមស្អាតប៉ុណ្ណឹងពីព្រោះយើងដាក់ស៊ុំទៀតអូខេប៉ុណ្ណឹងហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតហ្នឹងគឺយើងត្រូវការធ្វើការដាក់ស៊ុំអញ្ចឹងបងប្អូនចូលទៅកាន់រូបភាពអញ្ចឹងស៊ុំទាំងអស់ហ្នឹងបងប្អូនអាច download ពីក្រុម Telegram ឬក៏ពី Google ពីអីចឹងណាគឺជាប្រភេទរូបភាពទេបងប្អូនអាច insert វាចូលអញ្ចឹងចូលរូបភាពខ្ញុំមានកន្លែង element របស់ខ្ញុំនេះគឺកន្លែង element ដែលខ្ញុំបានទុកក្បាច់ខ្មែរនេះគឺវាមានច្រើនប្រភេទមានទេវតាហើយរូបភាពទាំងអស់ហ្នឹងគឺខ្ញុំ save មកពី Telegram បងប្អូនចង់បាននេះចូលទៅក្រុម Telegram 168គឺសម្បូរឥឡូវគិតថារក្បាច់មួយណាមួយដែលវាអត់ស្អាតទេខ្ញុំចង់យកពណ៌នេះវិញអូខេអញ្ចឹងចូលមកវាមានលក្ខណៈជារូបភាពអ្វីដែលបងប្អូនត្រូវធ្វើបន្ទាប់ទៀតហ្នឹងគឺធ្វើការកែច្នៃរូបភាពហ្នឹងឥឡូវខ្ញុំដាក់តម្រុំ position វានៅកណ្ដាលទីតាំងវាហើយ reach វាឲ្យធំបន្តិចប៉ុន្តែកន្លែងនេះបងប្អូនមិនបាច់ចាប់ដាក់ពេញกระดาษពេកទេពីព្រោះយើង print ទៅយើងត្រូវការដាក់ស៊ុំដាក់អីអញ្ចឹងណាឧទាហរណ៍ហ្នឹងហើយ
ប៉ុណ្ណឹងមកនឹងប៉ុណ្ណឹងហើយបន្តមកទៀតអ្វីដែលយើងត្រូវធ្វើហ្នឹងគឺរូបភាពហ្នឹងគឺវានៅលើអត្ថបទអញ្ចឹងខ្ញុំចង់ឲ្យវាទៅខាងក្រោយវិញខ្លាចជាផ្ទៃ background ណាហ្នឹងហើយចុចលើវាហើយខ្ញុំយកពាក្យថា send to back ហើយកន្លែងនេះខ្ញុំឲ្យអក្សរផុសឡើងលើវិញហ្នឹងហើយគេស្រ័យអញ្ចឹងហើយកន្លែងនេះខ្ញុំទាញឲ្យរឹងមកក្រោមបន្តិចដោយសារអីពីព្រោះយើងត្រូវការដាក់ logo ក្រសួងឬក៏បើសិនយើងសាលាឯកជនយើងដាក់logo សាលាឯកជនអញ្ចឹងមកខ្ញុំចូលទៅខ្ញុំទាញយក logo ក្រសួងអប់រំមួយយកមកដាក់អូខេហើយបងប្អូនត្រូវដឹងត្រូវមាន logo មានអីត្រូវដឹងខ្លួនឯងទុកនៅកន្លែងណាកន្លែងណីអញ្ចឹងដើម្បីងាយស្រួលរកហើយខ្ញុំទុកកន្លែង logo ហើយខ្ញុំជ្រើសរើស logo ក្រសួងអប់រំមួយនេះហ្នឹងដល់ពេលចូលមកបងប្អូនរូបភាពដើម្បីកុំឲ្យវាបែកទម្រង់បងប្អូនកុំទាញលើក្រោមជួយស្ដាំត្រូវទាញកែងចានេះខ្ញុំដាក់វាមកលើមកខ្ញុំទាញកែងប្រូមចេះអញ្ចឹងវាអត់បែកទម្រង់ទេបងប្អូនប្រូមលើក្រោមជួយស្ដាំវាវីកឬវាសំប៉ែតអញ្ចឹងទៅខុសខ្ញុំសេរីវាដាក់នៅចំកណ្ដាលប្រូមវាតូចបន្តិចតូចមកល្មមបានបាច់ធំពេកហ្នឹងហើយប៉ុណ្ណេះបានហើយអូខេប៉ុណ្ណឹងហើយខ្ញុំធ្វើការ copy វាមកនេះមួយអាហ្នឹងបងប្អូនអាចចុច Ctrl D ទៅវា duplicate មកហើយអញ្ចឹងបងប្អូនអាចច្រឡងវាមកបានហើយបន្ទាប់ទៀតគឺកន្លែង logo ហ្នឹងគឺបងប្អូនត្រូវធ្វើម៉េចឲ្យវាជា transparency កុំឲ្យវាច្បាស់ពេកអញ្ចឹងណាបងប្អូនអាចចូល select លើវាហើយចុចចូល transparency មកកំណត់កន្លែងនេះគឺភាពព្រិលមិនថាឲ្យវាលិចចូលទៅក្នុង background យើងបើសិនបើយើងគិតថាវាព្រិលខ្លាំងពេកឬក៏វាច្បាស់ពេកបងប្អូនអាចបន្ថែមកន្លែងហ្នឹងបានអញ្ចឹងចូលកន្លែង transparency ហ្នឹងវាមាន picture និង transparency មួយហើយកន្លែងនេះបងប្អូនអាចចុចបង្កើនទំហំវានេះខ្ញុំច្រឡំបន្ថយបង្កើនទំហំវាយកកម្រិតខ្ពស់ទៅវាកាន់តែរូបភាពនេះវាកាន់តែលិចចូលទៅក្នុង background យើងហើយអូខេប៉ុណ្ណឹងហើយបន្ទាប់ទៀតហ្នឹងគឺបងប្អូនត្រូវធ្វើការសរសេរអក្សរដូចជាបានសរសើរសូមសរសើរចំពោះឈ្មោះសិស្សអីចឹងទៅឥឡូវខ្ញុំអត់ចូលទៅ text box ទេខ្ញុំ copy អានេះខ្ញុំចុច Ctrl D ច្រឡងវាមកវិញហើយយើងគ្រាន់តែកែពុម្ពអក្សរទៅបានហើយខ្ញុំដាក់កន្លែងនេះបានសរសើរហើយបានសរសើរនេះអក្សរនេះគឺខ្ញុំត្រូវការដាក់វាឲ្យធំបន្តិចហើយជាទូទៅគេប្រើពណ៌ក្រហមអញ្ចឹងកន្លែងនេះខ្ញុំចុច bridge អញ្ចឹងហើយខ្ញុំដាក់ពណ៌ក្រហមអូខេហើយខាងក្រោមហ្នឹងគឺយើងអាចដាក់ថានាយកអនុវិទ្យាល័យនាយកវិទ្យាល័យឬក៏នាយកបឋមសិក្សាអីហ្នឹងទៅហើយកន្លែងនេះអនុវិទ្យាល័យខ្ញុំអត់ដាក់ឈ្មោះទេខ្ញុំគ្រាន់តែចន្លោះចោលចុចអីចឹងណាហ្នឹងហើយហ្នឹងបងប្អូនធ្វើតាមជាក់ស្ដែងអនុវិទ្យាល័យណាបងប្អូនដាក់នៅនោះទៅអូខេហើយខ្ញុំសេរីសរងវាបន្ថែមទៀតប៉ុណ្ណេះខ្ញុំអានេះខ្ញុំប្រូមវាតូចបន្តិចខ្ញុំដាក់ធំពេកទេយើងឲ្យបានសរសើរវាលិចយើងដូរយកពណ៌ Q វិញហើយយើងសេរីវាមកកដាលវិញមកអូខេប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីប៉ុណ្ណឹងហើយបងប្អូនត្រូវធ្វើការសេរីវាចំកដាលយើងមើលទៅស្មើស្អាតណាហ្នឹងហើយបន្ទាប់ទៀតនេះគឺយើងធ្វើការ copy វាទៀត Ctrl D មកច្រឡងវាយកមកណាខ្ញុំទៅសេសេចក្តីរាយរាប់អញ្ចឹងខ្ញុំលុបអានេះចោលហើយខ្ញុំដាក់ទិសដៅទៅខាងនោះហើយខ្ញុំទៅសេហោហែអញ្ចឹងមកហើយខ្ញុំដូរកន្លែងនេះខ្ញុំដាក់ font ធម្មតាសាច់ font សាច់ខ្ញុំចូលខ្មែរ Asymriat អញ្ចឹងបងប្អូនចង់បានបាត់ដបងចង់អីអាហ្នឹងអាស្រ័យលើចំណូលចិត្តបងប្អូនហើយខ្ញុំវិញវាធំពេកខ្ញុំបន្ថយទំហំវាបន្តិចយកត្រឹមប្រហែល12បានណាហ្នឹងហើយអញ្ចឹងយើងទៅសេមកកន្លែងនេះយើងដាក់ថាសូមសរសើរចំពោះសិស្សឈ្មោះអញ្ចឹងមកសូមសរសើរចំពោះសិស្សឈ្មោះអូខេហើយបន្ទាប់ពីហ្នឹងបងប្អូនត្រូវប្រើ tape មួយដើម្បីឲ្យវាមកខាងនេះយើងងាយស្រួលហេតុអីបើយើងទុក space អញ្ចឹងពីព្រោះនៅពេលយើងប្រើ mailing គឺវាត្រូវការ space កន្លែងហ្នឹងដើម្បីយើងបញ្ចូលព័ត៌មាន link ពី Excel មកវិញអញ្ចឹងកន្លែងនេះខ្ញុំដាក់
tab រហូតអញ្ចឹងណាឧទាហរណ៍ page ហ្នឹងយើងមានចងក្នុងតារាង Excel ហើយឈ្មោះអីថ្ងៃខែឆ្នាំកំណើតអីនេះខ្ញុំដាក់កើតថ្ងៃទីខែឆ្នាំហូហាអញ្ចឹងមកហើយខ្ញុំទាញម្លេះខ្ញុំដាក់ឆ្នាំមួយទៀតអូខេហើយកន្លែងនេះខ្ញុំដាក់រៀនថ្នាក់ទីឧទាហរណ៍អនុវិទ្យាល័យយើងដាក់ចាប់ពីទី7ដល់ទី9អញ្ចឹងខ្ញុំដាក់ខិតមកណាខ្ញុំដាក់ក្នុងកែបដៅ tab គឺយើងលៃមើលតែឧទាហរណ៍ page អញ្ចឹងវាអាចប្រហែលប្រមាណអក្សរសល់អាចសមល្មមយើងលៃតាមហ្នឹងនេះជាការអង្កេតមើលទៅលើការច្នៃប្រឌិតតាមការ design យើងឥឡូវខ្ញុំទាញប៉ុណ្ណេះអានេះខ្ញុំតែយើងអត់ត្រូវប្រើ tab កន្លែងនេះទៀតទេមានហើយវាសល់ space ស្រាប់ហើយអញ្ចឹងខាងនេះយើងទៅសេតទៀតមកដាក់ដែលបានទទួលចំណាត់ថ្នាក់ដែលបានទទួលបានលទ្ធផលល្អអញ្ចឹងមកដែលបានទទួលលទ្ធផលល្អក្នុងការសិក្សានិងទទួលបានចំណាត់ថ្នាក់លេខអញ្ចឹងមកតែកន្លែងលេខនេះគឺយើងត្រូវប្រើ tab មួយដោយសារប្រើ space វាទៀតយើងត្រូវកាត់ដាក់លេខទៅហ្នឹងអាចឈ្មោះសិស្សខ្លះមានលេខ2ដល់លេខ3យ៉ាងសិនយើងចង់ដាក់គឺបានទៅសារដល់លេខ3អូខេហើយ tab មកដល់ត្រឹមនេះហើយបន្ទាប់ពី tab បានត្រឹមហ្នឹងហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ហ្នឹងគឺបងប្អូនទៅសេទៀតមកប្រចាំឆ្នាំសិក្សាអញ្ចឹងមកឧទាហរណ៍2024 2025អញ្ចឹងទៅមានខ្លះនៅដាក់នៅសាលាឈ្មោះសាលាទៀតតែខ្ញុំអត់ដាក់ទេខ្ញុំដាក់តែប៉ុណ្ណេះហើយខាងក្រោមនេះយើងដាក់តែប៉ុន្តែគំរូវាមានច្រើនវាខុសៗគ្នាអាហ្នឹងអាស្រ័យទៅលើបងប្អូនពេញចិត្តគំរូមួយណាយកគំរូមួយហ្នឹងទៅដាក់ហោហាយអញ្ចឹងមកហើយបន្ទាប់ពីប៉ុណ្ណឹងហើយគឺខ្ញុំធ្វើការ copy ប្រអប់នេះយើងដាក់មកតង់ទៀតឥឡូវនេះខ្ញុំរកកន្លែងសេរីវាសិនទៅរំកដាលហើយកន្លែងនេះគឺខ្ញុំធ្វើការ design យើងសេរីមើលហើយណាមុនយើង generate វាកុំឲ្យវាខុសខ្ញុំសេរីប៉ុណ្ណេះឥឡូវយើងសេរីវាឲ្យវារៀងនេះបន្តិចមកហ្នឹងហើយអញ្ចឹងបន្ទាប់ពីសេរីបានប៉ុណ្ណឹងហើយគឺខ្ញុំធ្វើការ select ខ្ញុំតម្រឹមកដាលតិចនេះខ្ញុំដូរពណ៌វាអូខេចំពោះអានេះវាសិនយើងមិនថាយើងឆ្នៃវាឲ្យស្អាតហើយមុនយើង generate ហ្នឹងហើយអញ្ចឹងបន្ទាប់ពីប៉ុណ្ណឹងគឺបងប្អូនអាចធ្វើការសេរីវាដាក់ចំកដាលហើយនេះបងប្អូនចុច Ctrl D copy វាមកក្រោមវាទៀតអានេះយើងទៅសេអីគេគឺតាក់ទងទៅនឹងដាក់ថ្ងៃខែខ្មែរថ្ងៃខែសកលឈ្មោះនាយកសាលាអញ្ចឹងទៅចានេះវាជាឆ្នៃប្រឌិតខ្ញុំអត់ខ្ញុំចេះតែដាក់ទេដើម្បីឲ្យមានព័ត៌មានក្នុងហ្នឹងបងប្អូនដាក់តាមជាក់ស្ដែងទៅអូខេដាក់ហោហាយមានខេត្តឬក៏ស្ថាប័នអញ្ចឹងទៅលើបានប៉ុណ្ណេះហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតហ្នឹងគឺហើយខ្ញុំដូរដាក់ពណ៌ខ្មៅទាំងអស់ដោយសារតែខ្ញុំចង់ឲ្យឈ្មោះចេញពណ៌ខៀវវិញអូខេប៉ុណ្ណឹងយើងសេរីមើលទៅណាមកសមរម្យមកស្អាតអូខេអញ្ចឹងបន្ទាប់ពីធ្វើអានេះបានហើយបងប្អូនកន្លែងនេះអនុវិទ្យាល័យបងប្អូនដាក់តាមឈ្មោះសាលាទេខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍ទេអូខេហើយខ្ញុំអត់ដាក់ឈ្មោះអនុវិទ្យាល័យទេហ្នឹងហើយបន្ទាប់ទៀតខ្ញុំចង់ដូរពណ៌ព្រះរាជាណាចក្រឬក៏ក្រសួងអប់រំនេះទៅជាពណ៌ខៀវវិញដើម្បីឲ្យសម្រស់
បានសរសើរយើងវាមានសម្រស់តែអញ្ចឹងដាក់ខ្មៅសុទ្ធវាមើលទៅដូចជាងងឹតពេកអញ្ចឹងដាក់វាមានពលឺមានពណ៌ចម្រុះយ៉ាងខ្លះទៅហ្នឹងហើយអូខេបន្ទាប់ពីប៉ុណ្ណឹងហើយកន្លែង logo នេះដូចអត់ទាន់ចំកណ្ដាលទេខ្ញុំសេរីវាបន្ថែមទៀតអូខេអញ្ចឹងសេរីវាបន្ថែមទៀតមកប៉ុណ្ណេះដាក់តូចពេកវាមិនល្អទេ logo នេះមើលទៅអូខេប៉ុណ្ណេះតពីប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីបាន certificate មួយនេះហើយបងប្អូនត្រូវមាន link Excel មួយណានេះត្រូវមានបញ្ជីឈ្មោះ Excel មួយដែលមានកូដនាមមាន page មានថាឲ្យមានព័ត៌មានត្រូវជាមួយនឹងបានសរសើរយើងដូចជាថ្នាក់ទីកើតថ្ងៃទីចំណាត់ថ្នាក់លេខម៉ានអញ្ចឹងទៅគឺបងប្អូនត្រូវមានទាំងអស់អញ្ចឹងចំពោះថ្ងៃទីចំណាត់ថ្នាក់នេះបងប្អូនត្រូវប្រើយ៉ាងម៉េចឲ្យវា link លេខខ្មែរមកចូលក្នុង Word នេះបើសិនបើបងប្អូនអត់ចងវាមុនទេគឺវាចេញមកលេខអារ៉ាប់ឬក៏យើងហៅថាលេខបារាំងនឹងឯងអញ្ចឹងគឺបងប្អូនត្រូវចងនៅក្នុង Excel មុនអូខេនៅក្នុង G យើងណាហ្នឹងហើយអញ្ចឹងបងប្អូនត្រូវចូល select វាហើយយើងចូល home យកកន្លែង number នេះអូខេចូល number ហើយយក text បងប្អូនចុច text មកចុច OK ហេតុអីបានយើងត្រូវប្រើអាហ្នឹងវាព្រោះយើងចង់លេងលេខថ្ងៃខែឆ្នាំកំណើតលេខចំណាត់ថ្នាក់អីវាចូលទៅក្នុង Word ហ្នឹងគឺវាចេញលេខខ្មែរចឹងបងប្អូនទៅធ្វើអញ្ចឹងហើយបងប្អូនពេញព័ត៌មានទាំងអស់ហ្នឹងមកសិនជាអត់ធ្វើអញ្ចឹងទេទៅលេខទោះបីយើងដាក់លេខខ្មែរនៅក្នុងហ្នឹងក៏ទៅដល់ហ្នឹងលេខអារ៉ាប់ដែរអញ្ចឹងយើងត្រូវចងវាអញ្ចឹងបានវាចេញលេខខ្មែរអូខេចុចប៉ុណ្ណឹងយើងសេរីសរងហើយបន្ទាប់ពីបានបញ្ជីនឹងហើយគឺបងប្អូនត្រូវធ្វើការ save វាទុកអញ្ចឹងណាបងប្អូនចូលមកកាន់ file ហើយយក save មកហើយ save ហ្នឹងបងប្អូនត្រូវដាក់ឈ្មោះដាក់ទីតាំងវាច្បាស់លាស់ដើម្បីអីដើម្បីយើងងាយស្រួលរកអញ្ចឹងខ្ញុំចុចចូល desktop កន្លែងហ្នឹងស្រួលរកហើយកន្លែងនេះខ្ញុំចុច save ដោយសារខ្ញុំ save ម្ដងហើយវាចេញអញ្ចឹងចូលមកកាន់កន្លែងនេះតទៀតបងប្អូនចុចចូលមកកាន់G Word យើងបន្តនេះយើងមើលយើងមានព័ត៌មានចឹងហើយវាមានដូចគ្នាទាំងអស់នៅក្នុង Word អញ្ចឹងយើងចូលមកកាន់ mailing តែនេះដូចអត់ទាន់ស្អាតទេបងប្អូនយើងសេរីវាបន្ថែមទៀតអាហ្នឹងយើងត្រូវប្រឹកព្រៀងវាសេរីវាឲ្យហើយបើមិនចឹងទេវាចេញមកខុសអ្វីដែលយើងចង់បានហ្នឹងគឺយើងពិបាកកែច្រើនដងអញ្ចឹងយើងចុចសេរីវាហើយចឹងអានេះដូចធំពេកយើង space កន្លែងលេខហ្នឹងដាក់វាតូចបានណាចាបាត់ tab សេរី tab នេះឲ្យវាគៀកបន្តិចហ្នឹងហើយដើម្បីយើងដាក់លេខទៅវាសមរម្យមើលទៅស្អាតដូចយើងដាក់ចន្លោះធំពេកគឺពិបាកមើលហ្នឹងហើយអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងបងប្អូនចូលមកកាន់ mailing ចុច mailing ហើយបងប្អូនចុច select recipient នេះហើយចុចកន្លែង use earn existing list នេះអញ្ចឹងវានាំយើងទៅរក file មិញហើយ file save excel អញ្ចឹងចូល desktop ទៅរក file excel យើងដែលបាន save ទុកមិញហ្នឹងអូខេអញ្ចឹងខ្ញុំចុច promote ធំពេកមើលច្បាស់នេះគឺឈ្មោះនេះអញ្ចឹងបងប្អូនចុចចំហ្នឹងមកហើយចុច OK បន្ទាប់ពីប៉ុណ្ណឹងហើយគឺកន្លែងនេះគឺយើងត្រូវ select នេះកន្លែង insert merge field នេះអញ្ចឹងចុចចំហ្នឹងយកឲ្យដូចមកកូដនាមត្រូវដាក់កូដនាម page ត្រូវដាក់ page អញ្ចឹងមកដាក់ហូហែតាមហ្នឹងណាបើមិនអញ្ចឹងទេវាអត់ចេញទៅតាមអ្វីដែលយើងកំណត់ទេអញ្ចឹងថ្ងៃទីខ្ញុំដាក់កើតថ្ងៃទីហើយនេះយើងចុចអញ្ចឹងមកហើយកន្លែងខែនេះយើងចុច select វាហើយយើងដាក់ខែមកឆ្នាំយើងដាក់ឆ្នាំមកអូខេហើយថ្នាក់ទីដាក់ថ្នាក់ទីម៉ានអានេះវាធ្លាក់វាអីកុំខ្វល់វាយើង generate ទៅវាត្រូវវិញដោយសារគំរូដើមយើងរៀបត្រូវឯងអូខេហើយកន្លែងលេខនេះខ្ញុំដាក់ខិតមកកណ្ដាលបន្តិចដើម្បីចេញលេខប្រចាំកណ្ដាលយកចំណាត់ថ្នាក់អូខេបន្ទាប់ទៀតគឺខ្ញុំដូរកន្លែងកូដនាមនេះខ្ញុំយកពុម្ពអក្សរមូលឡាយហើយដាក់ពណ៌ខៀវអូខេហ្នឹងហើយហើយ page នេះខ្ញុំយកពណ៌ខៀវដែរតែយកដិតឡើយនេះអត់ប្រើមូលឡាយទេអញ្ចឹងបងប្អូន highlight អញ្ចឹងទាំងអស់ទៅមានថានៅពេលដែលយើង generate ឲ្យវាចេញជា final បានសរសើរមកគឺវាចេញ
ពណ៌អញ្ចឹងឲ្យយើងអត់កំណត់វាហើយទេវាចេញមកខ្មៅយើងបាក់កែទៀតពីព្រោះអានេះធ្វើម្ដងវាបានរាប់រយសន្លឹកយើងត្រូវកំណត់មុនវាអញ្ចឹងហើយកន្លែងនេះខ្ញុំយកខ្មៅ S មូលឡាយខ្ញុំយកពណ៌ក្រហមអូខេខ្ញុំចេញគំរូបែបនេះតែមើលទៅដូចវាធំពេកខ្ញុំបន្ថយទំហំបន្តិចប៉ុណ្ណេះអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយអ្វីដែលបងប្អូនត្រូវធ្វើបន្ទាប់ទៀតយើងចូលមកកាន់ mailing វិញហើយបងប្អូនចូលមកកាន់កន្លែង finish and merge ចុចកន្លែងនេះហើយយក edit individual document នេះមកហើយ select យក all អូខេយើងចុច OK មកហើយនេះគឺឈ្មោះឬព័ត៌មានដែលយើងដាក់នៅក្នុង Excel គឺវាចូលមកតាមនឹងទាំងអស់ត្រូវទៅតាមព័ត៌មានដែលយើងបានកំណត់ទុកចានេះវាមានប្រហែល9 slide វាចេញដល់9 slide បានថាយើងធ្វើតែមកទំព័រតែវា generate ទៅតាមឈ្មោះហ្នឹងបានគ្រប់9 slide តែប្រសិនបើមានដល់រាប់រយ slide អាហ្នឹងគឺវាចេញដល់រាប់រយ slide ដូចគ្នាអានេះគឺជារបៀបងាយដែលបងប្អូនអាចយកទៅប្រើប្រាស់នៅក្នុងការបង្កើតនៅបានសរសើរឬលិខិតផ្សេងៗបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺយកបាន certificate ឬក៏បានសរសើរបែបនេះហើយវាមានព័ត៌មានជាមួយនឹង Excel បែបនេះអូខេអញ្ចឹងប៉ុណ្ណេះយើងទទួលបាន final យើងអាចយកទៅ print បានហើយអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយបន្តទៀតបាទសូមអរគុណ